ទុនទៀបជាងនេះប្រឹងប្រហ៊ាមចាញ់ចង់រៀបស្មីមកជាថ្មីវត្តជីវិតកើតឈឺស្លាប់មិនអាចត្រឡប់វិលវិញជាថ្មីឡើយនេះជានិស្ស័យស្នេហ៍បុព្វេសន្យាឲ្យចិត្តនេះអូនសងកំពីមកជាតិមុនធ្លាប់ធ្វើតទុកទារុនអាគង់ខ្មៅមកបងផនឲ្យខខើព្រោះក្តីស្នេហ៍ស្មោះបងលែងមកទោះជីវិតក៏ព្រមឲ្យអូនទៅសម្រាប់រងតែម្នាក់ឯងគ្រាប់រួញបៀមជាប់ទ្រូងលួដកស្អីតែពេលនេះអូនសម្មាថាមិនឲ្យបងឃ្លាតពីអូនទេយើងសន្យាស្មោះនឹងគ្នាជាតិនេះជាតិមុខស្នេហ៍យើងមិនប្រាមកពេលនេះមក นี่ไอ้tầm này ai em nè tới ban chỉ mặc lại như bạn đi ណែនេះឯងពិតជាបកែគូរូបគំនូឈុតបុរាណណាស់នាងទេនមើលចុះស្នាដៃឡើងរស់រវើកមិនសរសើរមិនបានទេណា គ្រប់យ៉ាងគឺការចេញពីក្តីស្រឡាញ់ហើយនឹងផុសចេញពីបេះដូងប៉ាត់គឺដោយតែឯងនេះមានបេះដូងចង់ថាជាអ្នកនិពន្ធល្បីម្នាក់អញ្ចឹងណាបើមិនកាត់ចេញពីបេះដូងប៉ាត់ស្មានតែឯងនេះសុកចិត្តទៅអង្គុយសង្កត់មុខនឹងយន្តរយប់អញ្ចឹងហ៎ហើយនឹងលីន គ្រប់យ៉ាងគឺវាកើតចេញពីការស្រឡាញ់ពិតតែយើងស្គាល់គ្នានៅឯណាហើយស្គាល់គ្នាបានប្រហែលឆ្នាំហើយហើយចាំទេ ចាំគឺយើងស្គាល់គ្នានៅមណ្ឌលកុមារកំព្រាហើយស្គាល់គ្នាតាំងពីអាយុ7ឆ្នាំបើរាប់មកដល់ឥឡូវបាន14ឆ្នាំហើយ ពួកយើងក៏ចេញពីមណ្ឌលកុមារកំព្រាហើយមកប្រើជីវិតរស់នៅជាមួយគ្នាដោយគ្មានសាច់ញាតិហើយថែមទាំងមានក្តីសម័យមិនទាន់សម្រេចដូចគ្នាទៀត ហើយពួកយើងណាក៏សន្យាថាស្រឡាញ់គ្នារាប់អានគ្នាដូចជាបងប្អូនបាត់នេះរហូតទៅតែអីតាមពិតទៅពួកយើងមានអ្វីដូចគ្នាច្រើនណាស់គឺមានដូចជាពួកយើងគឺជាក្មេងកំព្រាដូចគ្នាហើយជាមនុស្សពេចកំដូចគ្នាថែមទាំងអត់មានសង្សារហើយ single ដូចគ្នាទៀត អូលោកចែមអញ្ជើញមកវិញហើយហ៎មក បាទអ៊ំគឺខ្ញុំមកដល់វិញហើយណាអ៊ំ ចា ហើយនៅក្នុងកម្មវិធីគេសុទ្ធតែមានដៃគូកំឡោះតែខ្ញុំម្នាក់ឯងពិតជាធុញនឹងសំណួរដែលគេសួរថាអង្ការណាចែមយកប្រពន្ធ អញ្ចឹងលោកចែមត្រូវតែរកប្រពន្ធម្នាក់ទៅគ្រាន់បានអោបដៃគ្នាបណ្ដើរចូលរួមកម្មវិធីអ្នកមានមុខមាត់គេណាហើយនេះលោកចែមចង់នៅកំឡោះនឹងណាទៀត ការពិតទៅខ្ញុំក៏ចង់បានដែរណាអ៊ំគ្រាន់នឹងពេលចូលកម្មវិធីអីមួយមាននារីសំណប់ចិត្តម្នាក់ដើរអោបបណ្ដើរគៀកដៃនឹងគេកុំអោយអាដៃមួយនេះវាទំនេរពេកពេលដែលចូលកម្មវិធីអីមួយបានត្រឹមតែលោកចូលទៅក្នុងហោប៉ៅហើយមិនដឹងថាតរននៅឯណាបានទេណាអ៊ំ អេលោកចែមរូបរាងស្រស់សង្ហាស្អាតប៉ុណ្ណឹងដែរហេតុអីបើត្អូញថាមិនដឹងទៅរកប្រពន្ធឯណាបាននោះហើយ ម៉ែដងស្ទើរតែមិនជឿទៅហើយនេះម៉ែដងមិនជឿថាលោកចែមរកប្រពន្ធបានទេណា បើចង់រក
ប្រកាសជាអាចរកបានហើយណាអូនប៉ុន្តែបេះដូងនៅក្នុងទ្រូងរបស់ខ្ញុំនេះវាស្រែកកំហុសប្រាប់ភ្នែកទាំងគូថាស្រីម្នាក់នេះគ្មាននិស្ស័យហើយស្រីម្នាក់នោះក៏គ្មាននិស្ស័យដែរមិនដឹងថាបេះដូងនេះវាចង់បានបែបណាទេអូន ការពិតមិនចង់បានខ្លួនឯងហ្នឹងឯងរួចទៅតាំងមកបន្ទោសបេះដូង បើអញ្ចឹងខ្ញុំរៀបការជាមួយនឹងបេឡាយ៉ាងម៉េចដែរអូន ហ៎រៀបការជាមួយអ្នកនាងបេឡាហ៎នេះលោកចែមនិយាយលេងក៏មែនលោកចែមអេឈប់សិនលោកចែមណែលោកចែមនេះកុំបន្លាចអ៊ំណាបេឡាហ៎ សាច់រឿងគ្មានមួយណាគួរឲ្យតាក់ទាញអារម្មណ៍សោះរសជាតិដដែលពេកហើយ ខ្ញុំស្រឡាញ់លោកហើយស្រឡាញ់ខ្លាំងទៀតផងហើយពិសេសបរោបែបនេះអ្នកអានប្រកាសជាថាសោះក៏ក្រាស់ពេកហើយគឺខ្ញុំស្រឡាញ់លោកតើស្អីអញ្ចឹងក៏មិនផ្អែមល្ហែមដែរអូនស្រឡាញ់បងឮទេ